បាទនេះគឺជារបៀបប្រើប្រាស់ម៉ាស៊ីនម៉ាស្សាជើងអញ្ចឹងប៊ូតុងក្រហមនេះគឺប៊ូតុងបិទបើកអញ្ចឹងបើយើងចង់បើកវាយើងចុច power នេះណាចុច1មកវាចេញលេខ0លេខ0និងលេខ30លេខ0ខាងឆ្វេងនេះគឺបាតជើងដែលយើងដាក់ជើងនៅលើនេះទាំងពីរហ្នឹងប៊ូតុងកណ្ដាលនេះគឺក្បាលជង្គង់ដែលយើងមានឧបករណ៍សម្រាប់ដាក់ជង្គង់នេះហើយ30នេះគឺជានាទីដែលយើងប្រើម្ដង30នាទីអញ្ចឹងបើយើងចង់បិទគឺយើងចុចប៊ូតុងក្រហមនឹងវិញមកនឹងបិទបើយើងបើកយើងចុចមួយមកឲ្យចេញលេខ0បែបនេះគឺយើងបើកបន្ទាប់ពីចុចក្រហមនេះហើយយើងចុច warm នេះគឺកម្ដៅអញ្ចឹងពេលដែលយើងចុច warm មកវាចេញអក្សរ W កន្លែងនេះមួយអញ្ចឹងអក្សរក្រហមនេះគឺបញ្ជាក់ថាម៉ាស៊ីនហ្នឹងមានកម្ដៅហើយបន្ទាប់មកទៀត4ជ្រុងនេះណាយើងចុចទៅលើនេះគឺសម្រាប់រំញ័របាតជើងអញ្ចឹងយើងតម្លើងលេខទម្លាក់លេខអញ្ចឹងយើងតម្លើងចុចទៅលើយើងចុចមកបាទយើងឆ្លាញ់លេខប្រមាណយើងដាក់លេខប៉ុណ្ណឹងទៅណាឥឡូវយើងថាយើងដាក់លេខ15បើសិនបើដាក់លេខ15ហើយវាញាក់ខ្លាំងយើងចង់បន្ថយយើងចុចមកក្រោមបាទសម្រាប់បាតជើងអញ្ចឹងតម្លើងទៅខាងលើបញ្ចុះមកខាងក្រោមបន្ទាប់មកទៀតខាងស្ដាំនេះគឺក្បាលជង្គង់យើងដាក់ក្បាលជង្គង់ឬក៏យើងដោតជាមួយប្រដាប់កាន់ដៃឬក៏យើងដាក់ជាមួយជែលអញ្ចឹងយើងដំឡើងយើងទៅស្ដាំណាដំឡើងទៅស្ដាំអញ្ចឹងយើងចុចមកដាក់លេខដែលយើងចង់បានដាក់លេខបញ្ញត្តិជង្គង់យើងឬក៏ដៃយើងហ្នឹងបើសិនបើលើសថាឥឡូវ15លើសហើយ16 17លើសហើយយើងចង់បន្ថយខាងឆ្វេងអញ្ចឹងដំឡើងខាងស្ដាំបន្ថយខាងឆ្វេងបាតជើងដំឡើងទៅលើបន្ថយមកក្រោមហើយចំណែកប៊ូតុងនេះប៊ូតុងកណ្ដាលនេះគឺប៊ូតុងស្កប់ហ្នឹងយើងចុចកណ្ដាលមួយមកអញ្ចឹងម៉ាស៊ីនហ្នឹងវាអត់ដំណើរការទេវាស្កប់ឧទាហរណ៍ថាយើងដាក់ទៅយើងមានភ្ញៀវមានអីមកលេងយើងចង់ដោះសិនហើយយើងទៅជួបភ្ញៀវ 4-10 នាទីមកវិញយើងមិនចង់ឲ្យនាទីរបស់នេះនាទីរបស់ម៉ាស៊ីនជើងយើងនេះសារថ្មីអញ្ចឹងយើងគ្រាន់តែស្កប់ទៅទុកវាចោលទៅហើយដល់ពេលយើងមកវិញយើងរុំជើងរុំអីហើយយើងចុចកណ្ដាលហ្នឹងឡើងវិញវានឹងដំណើរការធម្មតាវិញហើយចំណែកកម្មវិធីនេះប៊ូតុងមួយនេះគឺជាម៉ោងដែលយើងកំណត់អញ្ចឹង30នាទីបើយើងចង់បន្ថែមមកយើងចុចទៅលើទៅ30 35 40 45អញ្ចឹងចុចម្ដងបាន5នាទីបើយើងចង់បន្ថយចុចមកខាងក្រោមណាម្ដង5នាទីដូចគ្នាហើយប៊ូតុងនេះគឺប៊ូតុងកម្មវិធីទាំង6យើងមានកម្មវិធីទី1ដល់ទី6អញ្ចឹងយើងចុចទៅលើ1នេះ2 3 4 5 6អញ្ចឹងកម្មវិធីទាំង6ហ្នឹងគឺជាកម្មវិធីរបស់ម៉ាស៊ីនម៉ាស្សាជើងបាទហើយលោកគ្រូអ្នកគ្រូនឹងផ្ញើឲ្យមើលផ្ញើជារូបភាពឲ្យមើលថាកម្មវិធីហ្នឹងវាមានជំនួយអីខ្លះបាទនេះគឺជាការប្រើប្រាស់ម៉ាស៊ីនជើងបាទអស់ហើយប៉ុណ្ណឹងហើយ